អុកញ៉ាមកចំណានជំរុញឲ្យសិល្បករចូលរួមបរិច្ចាគឈាមឲ្យបានច្រើនព្រោះការបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពឡើយអ្នកអុកញ៉ាមកចំណានប្រធានសមាគមសិល្បករខ្មែរបានជំរុញឲ្យសិល្បករសិល្បករនីចូលរួមបរិច្ចាគឈាមឲ្យបានច្រើនដើម្បីជួយសង្គ្រោះជីវិតមនុស្សដែលត្រូវការឈាមជាចាំបាច់ព្រោះការបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពឡើយនៅក្នុងពិធីចុះអនុស្សារណៈយោគយល់គ្នារវាងសមាគមសិល្បករខ្មែរនិងមជ្ឈមណ្ឌលជាតិផ្ដល់ឈាមស្ដីពីកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយនិងបរិច្ចាគឈាមសង្គ្រោះជីវិតក្រមប្រធានបទដំណក់ឈាមសិល្បករបន្តជីវិតនឹងស្នាមញញឹមការពិធីថ្ងៃទី12ខែវិច្ឆិកាកន្លងមកនេះក៏មានការចូលរួមពីអ្នកអុកញ៉ាមកចំណានប្រធានសមាគមសិល្បករខ្មែរលោកវិជ្ជបណ្ឌិតសុខពោប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាមព្រមទាំងលោកគ្រូអ្នកគ្រូពេទ្យរួមជាមួយសិល្បករសិល្បករនីប្រមាណ150នាក់សិល្បករសិល្បករនីជាច្រើនបាននាំសារតចំពោះការចុះអនុស្សារណៈយោគយល់នេះហើយម្នាក់ៗបដិញ្ញាចិត្តចូលរួមបរិច្ចាគឈាមព្រមទាំងចូលរួមផ្សព្វផ្សាយឲ្យប្រជាជនចូលរួមបរិច្ចាគឈាមឲ្យបានច្រើនពីព្រោះក្នុងមួយឆ្នាំប្រទេសកម្ពុជាត្រូវការឈាមជួយសង្គ្រោះជីវិតមនុស្សមិនតិចជាង170,000ប្លុកឡើយអ្នកអុកញ៉ាមកចំណានបានមានប្រសាសន៍ថាតាមការស្រាវជ្រាវបែបវិទ្យាសាស្ត្រការបរិច្ចាគឈាមពិតជាមិនបង្កផលប៉ះពាល់ដល់សុខភាពមនុស្សឡើយផ្ទុយទៅវិញយើងនៅតែមានសុខភាពល្អធម្មតាថែមទាំងបានទទួលអត្ថប្រយោជន៍ជាច្រើនដូច្នេះការចូលរួមបរិច្ចាគឈាមជួយសង្គ្រោះជីវិតមនុស្សពិតជាមានសារៈសំខាន់ណាស់សម្រាប់ការចាប់ដៃសហការគ្នានេះនឹងញឹងឲ្យមានភាពវិជ្ជមានលើពីអនុស្សារណៈពោលគឺពួកយើងនឹងអាចចូលរួមចំណែកធ្វើឲ្យជីវិតសហគមន៍របស់យើងកាន់តែស្រស់បំព្រងតាមរយៈការបរិច្ចាគឈាមរបស់សិល្បករសិល្បករនីដើម្បីរួមចំណែកជួយបំពេញបន្ថែមនូវតម្រូវការឈាមក្នុងវិស័យសុខាភិបាល